nhưngមានសំណួរសម្រាប់ស្អីបើសិនជាមានជំរើសថាពេលរៀបការហើយអាចនៅផ្ទះធ្វើជាមេផ្ទះបានដោយដឹងតប្តី support ប្តីចិញ្ចឹមគ្រប់សពតែអ្នកទាំងអស់គ្នាព្រមនៅផ្ទះអត់សម្រាប់ខ្ញុំធ្លាប់គិតដែរជាពិសេសពេលដែលខ្ញុំចាប់ផ្ដើមមានកូនពេលខ្ញុំសម្រាប់កូនហើយខ្ញុំចាប់ផ្ដើមមានអារម្មណ៍ថាខ្ញុំចង់នៅផ្ទះដើម្បីមើលថែគាត់ជាពិសេសដោយសារខ្ញុំគិតថាពេលកូននៅតូចចាប់ពីអាយុ0 ដល់3ឆ្នាំហ្នឹងគឺការលូតលាស់គាត់គឺត្រូវការម្ដាយខ្លាំងមែនទែនអាហ្នឹងខ្ញុំធ្លាប់គិតខ្ញុំក៏សម្រាប់ចិត្តថាខ្ញុំនៅតែបន្តធ្វើការខ្ញុំបន្តទៀតដោយសារខ្ញុំមានមូលហេតុរបស់ខ្ញុំ4ទាំងអស់ទី1ខ្ញុំយល់ឃើញថាពេលវេលាដែលនៅជាមួយម្ដាយហ្នឹងខ្ញុំនៅតែផ្ដល់ឲ្យគាត់បាននៅថ្ងៃសៅរ៍អាទិត្យនៅពេលល្ងាចដែលខ្ញុំត្រឡប់មកពីធ្វើការវិញពួកអីរយៈពេលដែលយើងចំណាយពេលមួយគាត់យូរហ្នឹងវាអត់សូវសំខាន់ដូចquality time ឬក៏គុណភាពនៃពេលវេលាដែលយើងចំណាយមួយគាត់ហ្នឹងឯងជួនកាលយើងនៅមួយគាត់ពេញមួយថ្ងៃអត់ស្មើនឹងយើងនៅជាមួយគាត់1ម៉ោងដែលមានគុណភាពទេហើយគាត់នៅតែអាចទទួលបានក្តីស្រឡាញ់ទទួលបានការមើលថែពីគ្រួសារនៅជុំវិញខ្លួនគាត់ដូចជាសម្រាប់ case ខ្ញុំគឺគាត់កូនខ្ញុំនៅជាមួយប៉ាម៉ាក់ក្មេកខ្ញុំហើយនឹងបងថ្លៃខ្ញុំមានបងប្អូនជំនុំមួយគាត់ទៀតអញ្ចឹងមានក្មេងៗលេងជាមួយទៀតអញ្ចឹងគឺគាត់ក្រៅពីក្តីស្រឡាញ់ភាពកក់ក្ដៅពេលវេលាពីប៉ាម៉ាក់គឺគាត់ទទួលបានពីមនុស្សជុំវិញខ្លួនគាត់ជាច្រើនទៀតទី2គឺខ្ញុំស្ដាយការសិក្សារបស់ខ្ញុំដោយសារខ្ញុំរៀនមកបានច្រើនរៀនមកជាច្រើនឆ្នាំយើងចេះដឹងយើងអាចរៀនបានខ្ពស់ហើយបើមិនជាយើងឈប់ធ្វើការយើងនឹងមានអារម្មណ៍ថាយើងស្ដាយដែលយើងអាចបាន contribute ឬក៏រួមចំណែកអីដែលយើងមានអីដែលយើងរៀនចេះហ្នឹងទៅសង្គមវិញទី3ដែលសំខាន់ហ្នឹងគឺតកតងនឹងអត្តសញ្ញាណផ្ទាល់ខ្លួនខ្ញុំគិតថាបើសិនជាខ្ញុំណាខ្ញុំមិនដឹងថាអ្នកផ្សេងបើសិនជាខ្ញុំនៅផ្ទះធ្វើជាមេផ្ទះយូរពេកអត្តសញ្ញាណយើងគឺមានតែ2ហ្នឹងឯងធ្វើជាប្រពន្ធហើយនឹងធ្វើជាម្ដាយយើងនឹងបាត់អត្តសញ្ញាណខ្លួនឯងសម្រាប់ខ្ញុំអត្តសញ្ញាណខ្លួនឯងរបៀបម៉េចនៅពេលដែលយើងនៅផ្ទះគឺជីវិតយើងគឺវិលវល់តែនៅក្នុងផ្ទះចក្រានចានឆ្នាំងប្តីហើយនឹងកូននេះគឺយើងអត់សឹងតែមានពេលធ្វើអីសម្រាប់ខ្លួនឯងពេលខ្លះយើងភ្លេចតែខ្លួនឯងជានរណាយើងអត់ហើយខ្ញុំគិតថាអានឹងវាសំខាន់វាអាចប៉ះពាល់ទៅលើអាកប្បកិរិយាឬក៏អិយាប័ត្រខ្ញុំទៅកាន់កូនហើយនឹងប្តីពួកអីពេលខ្លះយើងវាបាត់បង់ខ្លួនឯងហ្នឹងវាធ្វើឲ្យយើងមុំម៉ៅអត់ដឹងខ្លួននេះកាលណាតែយើងមុំម៉ៅគឺយើងអាចធ្វើទង្វើឬក៏និយាយពាក្យសម្ដីអត់សមរម្យមិនគួរនិយាយទៅកាន់កូនហើយនឹងប្តីអាហ្នឹងគឺចាក់តពោខ្លាំងមែនតើហើយមួយទៀតគឺកាលណាតែយើងអត់បានចេញក្រៅយើងនៅតែផ្ទះដូចខ្ញុំធ្លាប់ពេលថ្ងៃសៅរ៍ថ្ងៃទឹកខ្លះពេលនៅផ្ទះគឺយើងអត់បានតែងខ្លួនបាញ់អីទេយើងវាខ្ជិលវាមានមូលហេតុត្រូវតែងខ្លួនវាត្រូវនៅផ្ទះពាក់អាវកធិអីចឹងពេលខ្លះយើងអត់ស្អាតហើយយើងមើលឃើញខ្លួនឯងក្នុងកញ្ចក់អត់ស្អាតហ្នឹងក៏វាចាក់តពលលើអាចទំនុកចិត្តរបស់យើងមួយទៀតដែរទី4គឺពាក់ព័ន្ធទៅលើរឿងសេដ្ឋកិច្ចគ្រួសារយើងមិនមែនជាអ្នកមានអីណាទេអញ្ចឹងបើសិនជាយើងមានតែចំណូលមួយប្រភពពីខាងប្តីយើងអាចនឹងមានបញ្ហាក្នុងពេលបច្ចុប្បន្នហើយនឹងក្នុងពេលអនាគតពួកអីយើងអត់មានដឹងថាថ្ងៃទៅអនាគតនឹងវាមានរឿងអីកើតឡើងទេបើសិនជាយើងមានការងារទាំងពីរនាក់មានប្រភពចំណូលទាំងពីរនាក់អានឹងវាដូចមាន life insurance សម្រាប់គ្រួសារហើយសម្រាប់យើងខ្លួនឯងផងដែរ life insurance វាមិនធានារ៉ាប់រងរបៀបម៉េចដោយសារថាឧទាហរណ៍ថាថ្ងៃណាមួយប្តីខ្ញុំបាត់បង់ការងារឬក៏ថ្ងៃណាមួយយើងឆ្លោះគ្នាឬក៏ត្រូវបែកបាក់គ្នាអានឹងខ្ញុំនឹងមានផ្លូវក្រោយសម្រាប់ខ្លួនឯងហើយនឹងសម្រាប់កូនខ្ញុំអានឹងយើងមិនមែនថាយើងអត់ទុកចិត្តប្តីអត់ទុកចិត្តអីទេប៉ុន្តែយើងមិនដឹងថ្ងៃក្រោយនឹងមានអីកើតឡើងអានឹងគឺយើងត្រូវធ្វើមិនមាន plan B សម្រាប់ខ្លួនឯងខ្ញុំអត់ថាការសម្រេចចិត្តឬក៏ការជ្រើសរើសរបស់ខ្ញុំនឹងគឺត្រូវសម្រាប់មនុស្សទាំងអស់គ្នាដូចគ្នាខ្ញុំជឿថាមនុស្សស្រីគ្រប់រូបគួរតែមានជំរើសនឹងការសម្រេចចិត្តដោយខ្លួនឯងហើយការសម្រេចចិត្តហ្នឹងគឺត្រូវធ្វើបានធ្វើឡើងដោយថ្លឹងថ្លែងហេតុផលច្បាស់លាស់ដោយសារមនុស្សម្នាក់អត់មានស្ថានភាពរស់នៅឬក៏ contact ដូចគ្នាគឺខុសៗគ្នាទាំងអស់អញ្ចឹងការជ្រើសរើសរបស់មនុស្សម្នាក់គឺវាពឹងផ្អែកទៅលើកត្តា1 2 3ទាំងអស់ហ្នឹង